ចាប់ផ្ដើមចូលដល់ខែកុម្ភៈផ្កាចាប់ផ្ដើមគៀងក្តឹបបាទចេញផ្កាមកហើយតែมันផលិតក្បាលរុយបាទมันដាក់ស្ដង់ឬក៏มันចេញជាក្តឹបមកនឹងឯងជាពិសេសគឺចាប់ពីថ្ងៃទី6ថ្ងៃទី7ឡើងរហូតមកដល់ពេលបច្ចុប្បន្នដោយសារតែមានបំរែបំរួលអាកាសធាតុបាទតំបន់មួយចំនួនគឺមានភ្លៀងកក់ខែឬតំបន់មួយចំនួនទៀតមេឃចាប់ផ្ដើមប្រែប្រួលពពកច្រើនចាប់ផ្ដើមធ្វើឲ្យកម្ដៅបរិយាកាសឡើងខ្ពស់ដែលធ្វើឲ្យផ្ការបស់ចន្ទីហ្នឹងគឺចេញមកហើយវាចាប់ផ្ដើមគៀងបាទมันព្រមផលិតចេញជាក្បាលរុយត្រឡប់មកវិញបាទដូចជាចន្ទីនេះអញ្ចឹងបងប្អូនកុំមានការព្រួយបារម្ភឬកុំទាន់ស្លន់ស្លោបាទអញ្ចឹងគឺដំណោះស្រាយងាយមែនតើបាទបើចេញផ្កាបែបនេះហើយមិនព្រមចេញក្តឹបគឺមិនមែនផ្កានឹងខូចឬមិនមែនផ្កានឹងក្រៀមមិនមែនផ្កានឹងអស់អាយុនោះទេបាទការប៉ັດណាស់គឺវាបណ្ដាលមកពីបំរែបំរួលអាកាសធាតុដែលធ្វើឲ្យផ្កាហ្នឹងគឺវាត្រឹងវាមិនព្រមផលិតក្តឹបអញ្ចឹងដំណោះស្រាយគឺមាន2ទី1បាទបងប្អូនពិនិត្យបាទទៅលើចង្កោមផ្កានេះបាទទៅលើចង្កោមផ្កានេះបែបនេះថាតើមានវត្តមានសម្មើលអត់បាទរឿងទី1បាទបើមានសម្មើលបងប្អូនត្រូវកម្ចាត់ជាមួយនឹងសម្មើលឲ្យបានស្អាតសិនបាទអញ្ចឹងបងប្អូនអាចប្រើជាមួយនឹងអ៊ីមីដាក៏បានឬបងប្អូនអាចប្រើជាមួយនឹងអាស៊ីផាតក៏បានដែរបាទសម្រាប់កម្ចាត់ស្រមោលឬបើជាមួយនឹងក្រុមហ៊ុនយើងបងប្អូនគ្រាន់តែប្រើប្រាស់ជាមួយនឹងប៉ឺរីតូឈុតកម្ចាត់ស្រមោលឬផ្ដាច់ពូជស្រមោលក៏នឹងធានាថាកម្ចាត់ស្រមោលនឹងគឺបានស្អាតតែម្ដងបាទប្រើមួយជើងមិនទាន់ងាប់ដាច់ប្រើពីរជើងបានបាទបន្ទាប់មកចូលដល់រឿងទី2បងប្អូនណាបាទមកតាមខ្ញុំបាទចូលដល់រឿងទី2ដែលបងប្អូនត្រូវតែតាមដានជាបន្តបន្ទាប់បន្ថែមគឺតាក់ទងទៅនឹងដង្កូវបាទក្រៃមានវត្តមានដង្កូវបាទនៅក្នុងបាទចង្កោមផ្កានៅក្នុងចង្កោមក្តឹបរបស់យើងនេះឬក៏ផ្កាដែលវាក្រៀមនេះมันព្រមចេញមកនេះអញ្ចឹងយើងពិនិត្យមើលទៅបើសិនជាមានដង្កូវយើងអាចប្រើប្រាស់ជាមួយនឹងថ្នាំដង្កូវបានកម្ចាត់ដង្កូវបានបាទហើយរឿងទី3ដែលបងប្អូនត្រូវតែតាមដានឲ្យជាប់នោះគឺតាក់ទងទៅនឹងបញ្ហាផ្សិតបាទនៅពេលណាដែលអាកាសធាតុចាប់ផ្ដើមប្រែប្រួលពុបនឹងមានវត្តមានផ្សិតទុំដែលបង្កទៅជាសន្សំស្អិតសន្សំប្រៃឬក៏ពពួកអង្គត្រណុកឬក៏ផ្សិតហ្នឹងមកទុំធ្វើចង្កោមផ្សាផ្សេងដែលវាងាយធ្វើឲ្យផ្កាហ្នឹងចាប់ផ្ដើមក្រៀមឬក៏ស្វិតត្រពោនលឿននឹងឯងអញ្ចឹងបងប្អូនអាចបាញ់ជាមួយនឹងបាទhexaconazole ឬក៏បាញ់ជាមួយ azoxystrobin ឬក៏បាញ់ជាមួយ propinap ឬក៏បាញ់ជាមួយនឹង sin អីផ្សេងបានអញ្ចឹងសម្រាប់ក្រុមហ៊ុនរបស់យើងគឺយើងមានជាមួយនឹងបាទ speed K ថ្នាំជំងឺក៏បានឬយើងមាន speed X ថ្នាំជំងឺក៏បានដែរបាទយើងបាញ់ដើម្បីធ្វើការលាងគ្រាប់វាហ្នឹងលាងផ្កាវាហ្នឹងគឺឲ្យបានស្អាតបាទអញ្ចឹងកុំឲ្យពួកទាំងអស់ហ្នឹងមកបំផ្លាញផ្កានៅពេលដែលអាកាសធាតុត្រឡប់មកល្អដូចដើមវិញហើយយើងក៏ចាប់ផ្ដើមបាញ់ឈុតទាញក្តឹបបញ្ចូលទៅបាទគឺយើងអាចបាញ់ជាមួយនឹង speed boron បូកជាមួយនឹង speed atonic បាទដើម្បីអីដើម្បីឲ្យវាទៅបង្កាត់នៅកែសញីកែសឈ្មោលនេះឲ្យវាបង្កាត់គ្នាហើយឲ្យវាទាញក្តឹបឲ្យលឿនបាទហ្នឹងគឺជាកត្តាមួយដែលសំខាន់អញ្ចឹងបញ្ជាក់ជូនបងប្អូនបើសិនជាមេឃមានភ្លៀងឬអាកាសធាតុប្រែប្រួលខ្លាំងបងប្អូនកុំទាន់បាញ់ speed boron បាទឬកុំទាន់បាញ់ boron ចូលឲ្យសោះឬកុំទាន់បាញ់ជីបំពន់ណាដែលមានតួAN នឹងខ្ពស់បាទហេតុអីបានជានៅពេលដែលមានបំរែបំរួលអាកាសធាតុខ្លាំងមានភ្លៀងឬក៏មានសំណើមខ្ពស់បរិយាកាសខ្ពស់ចុះត្រជាក់ខ្លាំងហេតុអីបានអត់ឲ្យបាញ់ boron ចូលទៅបាទមូលហេតុដែលអត់ឲ្យបាញ់ boron ចូលទៅគឺបូរ៉ុនហ្នឹងវាជាតួមួយដែលមានក្លុយកុសខ្ពស់ឬគេហៅជាស្ករខ្ពស់ពេលដែលយើងបាញ់ចូលទៅគឺវាធ្វើឲ្យឱកាសនៅក្នុងការបង្រិចជំងឺឬក៏បង្រិចនៃពពួកស្រមើលវាចូលចិត្តជញ្ជក់ពេលវាមកទុំនេះបងប្អូនចូលមកចិត្តពេលវាមកទុំលើចង្កោមផ្កាវានឹងបឺតជញ្ជក់បាទវានឹងបឺតជញ្ជក់តងផ្កាចង្កោមផ្កាហ្នឹងឬក៏ក្តឹបទុយដែលចេញមកឃើញបែបនេះអញ្ចឹងវានឹងបឺតជញ្ជក់យកជាតិស្ករឬគេហៅជាតិក្លុយកូសអញ្ចឹងនៅពេលណាដែលមានវត្តមានសម្មើលកំពុងតែផ្ទុះខ្លាំង
dân đã bồ ròn nâng châu từ tiết đại bồ ròn nâng sầm bô từ đầu chết lùi cô nâng chết có đôi dân và thêm chết có nâng áo sầm màu và thêm tiết chân bây giờ những ban châu tới cứ phơi áo cá sầm màu con tạc khẳng mình này thà việc cầm bông tập bớt chết có nâng cá hay dân đã bồ ròn nâng châu từ thêm tiết áo việc cam tập rịch bùi chân phơi áo sầm màu nâng chắp đam một bớt thì trụ lơ tôm ca dân cắn tại khăng tay mà đòn bản chânวิธีการปัญหาเงี้ยๆนะบองโอนดับเบิลชีพอดปีต่างอ่อนนั่งให้สำหรับบองโอนได้จุดในปัญหาโดยดักชมบานเรียบรวบบองโอนอาจปรึกษาจะมือชมมันแถมมุนนังยกแต่ปราประหรือก็บองโอนจุดในปลาตพอนาปลาเตยละโอปลาเตยดังคนเพียบให้บองโอนอาจปลาจะมือในปลาตพอนาเตยบ่าวปนมีมันบันแถมบองโอนอาจจะแบบตรงตามอย่างในตัวซับคันเลอหรือก็แต่คำมันบ่าในขางกล่าววิดีโอนี้ขางกลมหุ่นว่ายังชมนังแต่ตรงตะกันบองโอนเปลี่ยนสมกัน